បងប្អូនសាកបោកទូរលេខធូរមើល9ផ្ទះណាបងប្អូនទាំងអស់គ្នាផ្ទុះខ្ញុំថាផ្ទុះហើយ Hello បងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីទៀតហើយថ្ងៃនេះចង់មកអាប់ដេតបងប្អូនថា Grand XL Villa ថ្ងៃនេះគឺទទួលបានអតិថិជនកក់បិទទីតាំងហើយគឺជាផ្ទះដែលមានទំហំធំជាងគេនៅក្នុងគម្រោង ML Scenery ហើយក៏ជាទីតាំងដែលល្អបំផុតនៅខាងមុខសួនច្បារគៀកនឹងខ្លោងទ្វារធំចូលរបស់បរិយាជា location ស្អាតខ្លាំងមែនទែនឥឡូវនេះគឺយើងស្វែងរកម្ចាស់បាទពិតប្រាកដឃើញហើយថ្ងៃនេះគឺផ្ទុះបងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺយើងទទួលបានការកក់ Grand XL Villa 1 XL Villa ចំនួន2ផ្ទះបន្ថែមទៀតគឺជាផ្ទះដែលមានទំហំផាកផាកឡើង Grand XL Villa ហើយអត់តអស់ទេបងប្អូនទាំងអស់គ្នាបាទខ្ញុំមកអាប់ដេតបន្ថែមទៀតអញ្ចឹងម៉ូដនេះគឺជា Grand XL Villa Grand XL Villa បងប្អូនច្បាស់ជាបានឃើញការបង្ហាញផ្សព្វផ្សាយក្នុង page ច្រើនមែនទែនម៉ូដហ្នឹងគឺផ្ទុះសាហាវដូចគ្នាជា Villa ខ្នាតបន្ទាប់ពី XL Villa អញ្ចឹង Grand XL មួយផ្ទះ XL ពីរផ្ទះជាមួយនឹងបាទ Grand L ចំនួន4ផ្ទះបន្ថែមទៀតដូចខ្ញុំនិយាយអញ្ចឹងរយៈពេលតែ2ថ្ងៃទេគឺផ្ទុះបងបាទហើយអត់តអស់ទេបងប្អូននេះ Grand XL Villa ថ្ងៃហ្នឹងក៏ទទួលបានការកក់ពីផ្ទះបន្ថែមទៀតបងប្អូនសាកបោកទូរលេខធូរមើល9ផ្ទះណាបងប្អូនទាំងអស់គ្នាផ្ទុះខ្ញុំថាផ្ទុះហើយអញ្ចឹងប្រភេទ mode បាទ Grand Up នេះក៏លក់ដាច់ខ្លាំងដែរបងប្អូនដែលគាត់អញ្ជើញមកទស្សនាទីតាំងហើយដកចិត្តមិនរួចទេដោយសារតែនៅក្នុងគម្រោងគឺនៅលើផ្លូវ50ម៉ែត្រផ្លូវធំហើយចិត្តផ្សារ Eon 3ចិត្តពលានហើយបូករួមជាមួយនឹងការ design mode ផ្ទះស្អាតទាំងផ្នែកខាងក្នុងនិងខាងក្រៅហើយការរស់នៅគម្រោង ML Scenery គឺការរស់នៅបែបអភិជនហើយគឺទំនើបស៊ីវិល័យខ្លាំងតែម្ដងអញ្ចឹងបងប្អូនវឺតឡើងណា location ល្អគេកក់អស់ច្រើនហើយនៅចាំកាលទៀតបាទកុំភ្លេចធ្វើការឆាតចូល page ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ពីខ្ញុំបាទវិឆ័យសូមអរគុណសូមគោរពលាបាយបាយបុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គលបងប្អូនសាកបោកទូរលេខធូរមើល9ផ្ទះណាបងប្អូនទាំងអស់គ្នាផ្ទុះខ្ញុំថាផ្ទុះហើយ Hello បងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីទៀតហើយថ្ងៃនេះចង់មកអាប់ដេតបងប្អូនថា Grand XL Villa ថ្ងៃនេះគឺទទួលបានអតិថិជនកក់បិទទីតាំងហើយគឺជាផ្ទះដែលមានទំហំធំជាងគេនៅក្នុងគម្រោង ML Scenery ហើយក៏ជាទីតាំងដែលល្អបំផុតនៅខាងមុខសួនច្បារគៀកនឹងខ្លោងទ្វារធំចូលរបស់បរិយាជា location ស្អាតខ្លាំងមែនទែនឥឡូវនេះគឺយើងស្វែងរកម្ចាស់បាទពិតប្រាកដឃើញហើយថ្ងៃនេះគឺផ្ទុះបងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺយើងទទួលបានការកក់ Grand XL Villa 1 XL Villa ចំនួន2ផ្ទះបន្ថែមទៀតគឺជាផ្ទះដែលមានទំហំផាកផាកឡើង Grand XL Villa ហើយអត់តអស់ទេបងប្អូនទាំងអស់គ្នាបាទខ្ញុំមកអាប់ដេតបន្ថែមទៀតអញ្ចឹងម៉ូដនេះគឺជា Grand XL Villa Grand XL Villa បងប្អូនច្បាស់ជាបានឃើញ